ខ្ញុំនឹងខ្ចីកង់ស្ដាយដីរបស់គាត់ហើយខ្លាយខ្លួនទៅជាអ្នកលក់ស្ដាយដីវ៉ែនតាបាទចង់និយាយថាជីវិតអ្នកលក់ស្ដាយដីអត់ស្រួលបាទដើរមួយថ្ងៃឯងគាត់ឃើញមួយទេហើយអ្នកទាំងអស់គ្នាប្រកាសជានិយាយថាចុះមកនេះ3កំណត់អីទៀតបាទទៅលក់ស្ដាយដីតែក៏ប៉ុន្តែបាទខ្ញុំលក់ស្ដាយដីហ្នឹងមូលហេតុទី1គឺដោយសារតាមអារយៈហ្នឹងគឺខ្ញុំដាច់លុយខ្លាំងមែនទែនហើយចំណែកមូលហេតុទី2គឺខ្ញុំចង់សាកល្បងនៅជីវិតថ្មីថាតើជីវិតអ្នកលក់ស្ដាយដីហ្នឹងគឺវាមិនដែរបងដើម្បីលក់ស្ដាយដីហ្នឹងដាច់យើងមានវិធីសាស្ត្រខ្លះវិធីសាស្ត្រវាច្រើនយ៉ាងអូនដោយសារយើងមើលកលៈទេសៈហើយទី1ការលក់ធ្វើខ្ញុំវាក់តែហើយតម្លៃចេញលក់ស្ដាយដីណាឡាអូនយកមកកំប៉ុងមកកំប៉ុង 2,500 ខ្ញុំមានតែ 2,000 តែ 2,500 ហើយតែឥឡូវកៅឆាយ 2,000 មួយណាអតិថិជនទី1លក់អ៊ីស្កោនបាទឥឡូវនេះគឺយើងទទួលបានលុយ 2,000 ហើយបាទគឺចិត្តលក់ចិត្តអស់ហើយលក់បានមកកំប៉ុងហើយអញ្ចឹងចំពោះបេសកកម្មមួយនេះគឺខ្ញុំមានផែនការធំចំនួន2ដើម្បីធ្វើដែលផែនការទី1គឺខ្ញុំត្រូវធ្វើយ៉ាងណាក៏ដោយត្រូវលក់ស្ដាយដីឲ្យអស់ពីកញ្ត្រកមួយហ្នឹងហើយចំណែកផែនការទី2វិញគឺខ្ញុំនឹងយកលុយដែលខ្ញុំទទួលបានពីការលក់ស្ដាយដីហ្នឹងយកទៅជូនបងម្នាក់ដែលគាត់ជាម្ចាស់កង់លក់ស្ដាយដីហ្នឹងព្រោះខ្ញុំបានដឹងថាជីវិតរបស់គាត់ហ្នឹងគឺជួបការលំបាកច្រើនខ្លាំងមែនទែនហើយនេះហើយគឺខ្ញុំគិតថាការធ្វើបែបហ្នឹងនឹងអាចជួយគាត់បានមកចំណែកដែរដល់មិនចាំយូរបេសកកម្មលក់ស្ដាយដីរបស់យើងក៏បានចាប់ផ្ដើមហើយបន្ទាប់ពីការដើរឆ្វែលអស់បន្តិចមកខ្ញុំក៏បានជួបម៉ួយទី1របស់ខ្ញុំស្ដាយដីអូនយកមកកំប៉ុងមកកំប៉ុង 2,500 ពីកំប៉ុងយក4,500ទៅចំណេញ500បាទម៉ួយទី2បាទម៉ួយទី2បងអត់ទេមកមើលដូចយក 20000 អត់ទេអត់មាន style បងសុភារីទេអត់ទេមួយថ្ងៃធ្វើបានណូអូស្រ័យដីអត់អូនទិញស្រ័យដីកំប៉ុង 2,000 ស្រ័យដីបង 2,500 តែបងថាជួយបងអូនមកកំប៉ុងពីកំប៉ុងដើម្បីអនាគតគ្នាឆាប់បានទៅផ្ទះហើយបន្ទាប់ពីការជួយទិញរបស់គាត់ហើយហ្នឹងក៏មានបងប្អូនរបស់យើង 3-4 នាក់ទៀតគាត់ក៏បានជួយទិញផងដែរហើយបន្ទាប់ពីការជួយទិញរបស់គាត់ហើយគឺការរម៉ួយរបស់ខ្ញុំគឺពិបាកខ្លាំងមែនទែននៅពេលដែលខ្ញុំសួរគេពេលណាក៏គេថា no គ្រប់គ្នាហ្មងបន្ទាប់ពីហ្នឹងទៀតមកខ្ញុំក៏ទទួលបានម៉ួយម្នាក់ទៀតរបស់ខ្ញុំហើយម៉ួយនេះគឺក៏ប្រកែតថ្លៃដែរយកពីកំប៉ុងកំប៉ុងបាន2,500កំប៉ុងបានទេបងចុះ 1,000 ថោកណាទិញមកអើយថ្លៃកាចហ៎អត់ទេឥឡូវ 2,000 ទៅកំប៉ុងបងតែចាំមកបានតែឥឡូវបង1,500ចាំបានទៅទេឥឡូវខ្ញុំទិញនេះមានដល់ចាំបានណាចាំហើយណាតែឥឡូវ 1,000 លក់មកកំប៉ុងណាមកកំប៉ុងអរគុណបាយបាយហួយអត់តែតាក៏ប៉ុន្តែ style លក់ស្ដាយដីសបាយរបស់ខ្ញុំហ្នឹងគឺលក់មិនក៏អត់ចំណេញដែរដោយសារតែខ្ញុំគិតតែពី discount ឲ្យគេរហូតហ្នឹងហើយទោះបីយ៉ាងណាក៏ដោយក៏នៅតែមានបងប្អូនរបស់យើង 3-4 នាក់ទៀតគាត់ក៏បានជួយទិញផងដែរបាទអញ្ចឹងបន្ទាប់ពីការលក់អស់1ម៉ោងជាងហើយគឺខ្ញុំអាចនិយាយបានថាគឺខ្ញុំលក់បានច្រើនកំប៉ុងដែរហើយនៅសល់តែប៉ុណ្្នេះទេអញ្ចឹងមានន័យថាយើងចិត្តជោគជ័យហើយគឺដូចខ្ញុំនិយាយតែអញ្ចឹងការលក់ស្ដាយដីហ្នឹងគឺវាអត់សូវស្រួលហ្មងទេគ្នាមួយថ្ងៃទាំងអស់ហើយឥឡូវវាយយកមកកំប៉ុងបាទហើយបរិះម្នាក់នេះហើយគឺជាកម្ពុជាអ្នកវិនិច្ឆ័យប្រចាំឆ្នាំ 2023 តែម្ដងកំប៉ុង 2,500 យកមួយទៅយក2ទៅជួយគ្នា2ហ្នឹងញ៉ាំមិនអស់តែឥឡូវ discount ឲ្យ 2,000 ទៅតែឥឡូវឲ្យយក2ទៅអូញ៉ាំមិនអស់ស្រាយដីឆ្ងាយតែឥឡូវ discount មួយថ្ងៃស្រាយដីជុំទៅស្រាយដីថ្មីជុំមើលសិនមិនឆ្ងាយមកមានអីបែអត់មានតែបងនេះជុំនេះញ៉ាំមកណែបែសុំមួយអរគុណមកបាទអរគុណមកបាយម៉ូនេះកោបសេរីម៉ូនេះអស់បងបាទហើយនេះគឺជាបេសកកម្មក្នុងការស្វែងរកម៉ូយបាទនិយាយរួមទៅគឺស្ដាយដីយើងគឺលួចចិត្តអស់ហើយនៅសល់តែមួយកំប៉ុងទៀតជុំអាទូមែនអូឥឡូវឃើញម៉ូយប្រហើយនេះហើយនៅពេលដែលខ្ញុំឃើញមកភ័ក្រខ្ញុំហើយខ្ញុំដឹងថាខ្ញុំធ្វើមិនត្រូវតែចាក់រូបវាដើម្បីឲ្យវាទិញស្ដាយដីរបស់ខ្ញុំតតែអស់តែម្ដងជុំមកកំប៉ុងជាតែឥឡូវយកទៅថងណាតែហើយចិត្តពីកំប៉ុងហ្នឹងឥឡូវឲ្យម៉ានជុំ 2,000 តិចណាស្ដាយដីមកកំប៉ុង 2,500 នេះចិត្តពីកំប៉ុងនេះបាទឥឡូវមានណែទិញណែមកនេះដាច់ពីនេះតែឥឡូវលក់ឲ្យ 1,000 ទេទៅយកទៅអស់អាម៉ានអានោះ 4,000 អានោះ 2,000 6,000អូខេជុំណាធំហ្នឹងអត់លុយអាប់ហ្នឹងឥឡូវបាញ់តាម ABA ហ្មងណាស្រួលអត់មាន ABA ទៀតទេហើយដោយសារតែខ្ញុំដឹងថាគាត់អត់មាន ABA ចឹងហើយខ្ញុំក៏បានណែនាំគាត់ហ្នឹងឲ្យបង្កើតគណនី ABA មួយហ្មងទៅដោយសារតែឥឡូវហ្នឹងការបង្កើត ABA គឺវាល្អដោយសារតែនៅពេលដែលយើងបង្កើតយើងមានន័យថាយើងណែនាំឲ្យគេបង្កើត ABA ហ្នឹងគឺយើងអាចមានឱកាសឈ្នះនៅរង្វាន់ម៉ូតូថ្មីសាឡាងក៏ដូចជារង្វាន់ជាច្រើនទៀតអញ្ចឹងឧទាហរណ៍ថាបើខ្ញុំបង្ក្រាបទូឲ្យបង្កើតអញ្ចឹងខ្ញុំបាន 4,000 ហើយទូដែលគាត់ជាមិត្តភក្តិរបស់ខ្ញុំហ្នឹងគាត់ក៏នឹងទទួលបានលុយ 4,000 រៀលដូចគ្នាមានន័យថាបានទាំងអ្នកបង្កើតបានទាំងអ្នកណែនាំឲ្យគេបង្កើតអញ្ចឹងបើខ្ញុំយកអា link របស់ខ្ញុំហ្នឹងទៅឲ្យមនុស្ស 10 អ្នកបង្កើតគឺខ្ញុំនឹងទទួលបាន
លុយ 40000 រៀលហើយចុះបើយើងយកឲ្យមនុស្ស 100 នាក់បង្កើតមកហើយគឺយើងមិនទទួលបានលុយ 40000 រៀលហើយត្រូវអត់ចំពោះអ្នកដែលបានណែនាំគេឲ្យបង្កើតគណនីនិងបានដាក់ប្រាក់បានជោគជ័យចាប់ពី 5 នាក់ឡើងទៅនឹងទទួលបានឱកាសក្នុងការចូលរួមការចាប់រង្វាន់យកម៉ូតូ Honda Dream ចំនួន 2 គ្រឿងក្រោយការ promotion បានបញ្ចប់ហើយអ្វីដែលសំខាន់ណាស់ ABA គឺវាមានមុខងារមានប្រយោជន៍ជាច្រើនអញ្ចឹងបើយើងណែនាំឲ្យគេបង្កើតគណនី ABA កាន់តែច្រើនគឺយើងនឹងចំណេញទាំងអស់គ្នាដែរទេអញ្ចឹងដំបូងអ្នកទាំងអស់គ្នាត្រូវចុចចូលទៅក្នុង ABA Mobile App ចុចកន្លែងណែនាំមិត្តភ័ក្តិហើយបន្ទាប់មកគឺអ្នកទាំងអស់គ្នានឹងទទួលបាននៅដំណរភ្ជាប់មួយដែលអ្នកទាំងអស់គ្នាអាចផ្ញើទៅកាន់មិត្តភ័ក្តិបងប្អូនរបស់អ្នកទាំងអស់គ្នាបានហើយបន្ទាប់មកមិត្តភ័ក្តិបងប្អូនរបស់អ្នកទាំងអស់គ្នានឹងគ្រាន់តែចុចនៅលើ link ហ្នឹងទៅដើម្បី download នៅកម្មវិធី ABA Mobile App ហើយសូមបញ្ជាក់កន្លែងនេះផងដែរថានៅពេលដែលយើងចុច link ហ្នឹងភ្លាមហ្នឹងគឺយើងត្រូវបង្កើតគណនីរហ័សភ្លាមឲ្យបានរួចរាល់តែម្ដងដើម្បីទទួលបាននៅប្រាក់រង្វាន់ហើយបន្ទាប់ពី download ABA រួចហើយគឺយើងគ្រាន់តែជ្រើសរើសយកភាសាខ្មែររួចចុចបើកគណនីរហ័សហើយធ្វើតាមការណែនាំងាយៗជាការស្រេចបាទឥឡូវហើយឥឡូវឃើញមានកង់ ABA ហើយបន្ទាប់ពីបង្កើតគណនីហ្នឹងហើយគ្រាន់តែអ្នកទាំងអស់គ្នានឹងបញ្ចូលនៅទឹកប្រាក់ចូលទៅកាន់គណនីរបស់អ្នកទាំងអស់គ្នានៅម៉ាស៊ីនទូទាត់ប្រាក់ ABA 24/7ក៏បានឬក៏តាមរយៈធនាគារ ABA ផ្ទាល់តែម្ដងបន្ថែមពីលើនោះទៅទៀតអ្នកទាំងអស់គ្នាក៏អាចទទួលបាននៅទឹកប្រាក់តាមរយៈ ABA QR ពីគ្រប់ធនាគារដែលជាសមាជិកបាគងបានផងដែរហើយបញ្ញាប់ឡើងអ្នកទាំងអស់គ្នាមុនថ្ងៃដែល promotion ហ្នឹងគឺបានផុតកំណត់ហើយការណែនាំកាន់តែច្រើនអ្នកទាំងអស់គ្នាក៏នឹងទទួលបានរង្វាន់កាន់តែច្រើនតាមនឹងផងដែរណាអូយបានច្រើនខ្លាំងណាស់បាយបាយអរគុណបាទនិយាយទៅគឺដោយសារតែគាត់ហ្នឹងឥឡូវគឺយើងលក់បានជោគជ័យហើយបន្ទាប់ពីបានលក់ហើយបាទគឺខ្ញុំជិះកង់របស់គាត់ហ្នឹងយ៉ាងលឿនដើម្បីទៅជួបគាត់តែម្ដងដើម្បីយកនៅលុយដែលខ្ញុំបានពីការលក់ស្រាយដីហ្នឹងក៏ដូចជាលុយរបស់ខ្ញុំមួយចំនួនដើម្បីយកទៅជូនគាត់ហើយនៅពេលដែលខ្ញុំជួបគាត់ហ្នឹងគឺខ្ញុំក៏បាននិយាយសម្ដែងសម្ដាជាមួយគាត់តាក់ទងទៅនឹងរឿងផ្សេងចឹងទៅហើយគាត់ក៏បាននិយាយតាក់ទងទៅនឹងសាច់រឿងជីវិតមួយចំនួនរបស់គាត់មកកាន់ខ្ញុំផងដែរយ៉ាងណាមិញចំណុចមួយនេះគឺជាចំណុចដែលបានធ្វើឲ្យខ្ញុំហ្នឹងចូលចិត្តហើយនឹងគោរពគាត់ខ្លាំងមែនទែនយកចៃគេយកឲ្យញ៉ាំខ្លាណាអត់អីហ៎នេះយកណាំហូបខ្លាចូលទុកឲ្យម៉ាក់ហូបអត់ដៃដោយតែអ្នកទាំងអស់គ្នាបានឮមិញហ្នឹងចឹងគឺថាគាត់គឺជាបុគ្គលម្នាក់ដែលចិត្តល្អខ្លាំងមែនទែនហើយបើអ្នកទាំងអស់គ្នាចង់ឃើញនេះគឺជារូបផ្ទះរបស់គាត់ដែលបានបាក់ចូលក្នុងទឹកទន្លេហ្នឹងហើយឥឡូវហ្នឹងគឺគាត់កំពុងតែនៅក្នុងផ្ទះជួលទេយ៉ាងណាមិញគាត់ក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលរបស់យើងហ្នឹងគឺក៏កំពុងតែជួយគាត់ផងដែរហើយបើអ្នកទាំងអស់គ្នាចង់ជួយគាត់វិញគឺអ្នកទាំងអស់គ្នាគ្រាន់តែចុចនៅ link ណែនាំរបស់ខ្ញុំនៅខាងលើក្នុង caption ហ្នឹងទៅហើយបន្តមកអ្នកទាំងអស់គ្នាបង្កើតនៅគណនី ABA រួមជាមួយនឹងការផ្ទេរទឹកប្រាក់ចូលទៅក្នុងគណនីមួយហ្នឹងទៅហើយអ្នកទាំងអស់គ្នាក៏នឹងទទួលបានទឹកប្រាក់ 4000 រៀលចូលទៅក្នុងគណនីរបស់អ្នកទាំងអស់គ្នាហើយម្យ៉ាងវិញទៀតគឺអ្នកទាំងអស់គ្នានឹងជួយគាត់បាន 4000 រៀលទៀតដែរអញ្ចឹងមានន័យថារាល់ចំណូលដែលខ្ញុំទទួលបានមកពីខាងហ្នឹងប្រហែលដុល្លារក្តី$10 $100 ក្តីគឺខ្ញុំនឹងយកមកជូនគាត់ទាំងអស់បាទដែរយើងប៉ះភាពកក់ក្រាពីឪពុកហើយយើងគំរាមឪពុកតែអស់ខ្ញុំមានបងប្អូន5នាក់តែពួកគាត់បាច់គ្រួសារអស់ហើយចំណូលអីគាត់តិចតួចដែរអញ្ចឹងហើយខ្ញុំគាត់និយាយទៅវាអ៊ូដាំគាត់ដែរតែអត់ទេញ័រចឹងដៃពីរ